កុំអីអាសន្នធំរថយន្តដឹកគ្រឿងសមុទ្រអត់ច្បាប់នាំចូលពីក្រៅប្រទេសត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់បានបាទបងប្អូនទាំងអស់គ្នាកុំអីគឺអាសន្នធំតែម្ដងដោយនៅកាលពីម្សិលមិញនេះគឺខាត់បានរថយន្តដឹកគ្រឿងសមុទ្រដែលគ្មានច្បាប់អនុញ្ញាតដែលនាំចូលមកពីក្រៅប្រទេសនៅក្នុងដែរបើយោងទៅតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់បែបនេះថាតាមការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍តូខឹមសុខៃស្នងការនគរបាលខេត្តកំពង់ស្ពឺគឺនៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2026នៅតាមបណ្ដោយផ្លូវជាតិលេខ41ចន្លោះគីឡូម៉ែត្រទី14 15ស្ថិតនៅក្នុងភូមិដូនកែវឃុំសែនដីស្រុកសំរោងទងខេត្តកំពង់ស្ពឺដែលមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមសុនវិរៈព្រះរាជអាជ្ញានៃអាយកាអមសាលាដំបងខេត្តកំពង់ស្ពឺកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានសហការខាត់រថយន្តមួយគ្រឿងដឹកគ្រឿងសមុទ្រម៉ាកសាំយ៉ុងពណ៌ប្រាក់តែម្ចាស់រថយន្តបានគេចខ្លួនបាត់ទៅហើយដែលបានដឹកគ្រឿងសមុទ្រចម្រុះនាំចូលមកពីក្រៅប្រទេសគ្មានលិខិតអនុញ្ញាតនិងគ្មានបញ្ជាក់ពីគុណភាពសម្រាប់ការដឹកជញ្ជូនវេចខ្ចប់ខុសលក្ខណៈស្តង់ដារក្រសួងបាទនេះគឺជាការបំភ្លឺក៏ដូចជាការបង្ហាញជូនសាធារណជនឲ្យបានដឹងថាសមត្ថកិច្ចខេត្តកំពង់ស្ពឺបានខាត់រថយន្តដែលដឹកគ្រឿងសមុទ្រនាំចូលពីក្រៅប្រទេសដែលគ្មានច្បាប់អនុញ្ញាតបាទយោងទៅតាមអ្វីដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានលើកឡើងនោះគឺយើងក្នុងនោះគឺសមត្ថកិច្ចបញ្ជាក់ថាបានចាប់បាននៅវត្ថុតាងមួយចំនួនរួមមានរថយន្តមួយគ្រឿងមឹកកកចំនួន2កេសមឹកទឹកចំនួន19កេសបង្គាចំនួន4កេសព្រួយត្រីសាល់ម៉ុនចំនួន4កេសត្រីស្ពងចំនួន1កេសសរុបចំនួន30កេសស្មើនឹង 2,5 តោនអញ្ចឹងវត្ថុតាងខាងលើនោះគឺឯកឧត្តមព្រះរាជអាជ្ញាសម្រេចឲ្យសហការជាមួយនឹងជំនាញសាខាកបបខេត្តកំពង់ស្ពឺនិងជំនាញជលផលដើម្បីធ្វើការបំផ្លាញចោលនៅរសៀលថ្ងៃទី4ខែកុម្ភៈឆ្នាំ2026នៅទីលានចាក់សំរាមតាមុលច្បារមនខេត្តកំពង់ស្ពឺហើយជាចុងក្រោយហ្នឹងគឺបានសំណូមពរដល់អាជីវករទាំងអស់មេត្តាបញ្ឈប់នឹងការនាំចូលទំនិញមិនស្របច្បាប់តាមស្តង់ដារនិងមិនមានប្រភពដើមច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋបាទនេះគឺសំណាងមែនតែនបងប្អូនទាំងអស់គ្នាបាទសំណាងណាស់ដែលសមត្ថកិច្ចយើងខេត្តកំពង់ស្ពឺគាត់ចាប់បានណាបើករណីថាមិនចាប់មិនបានវិញមិនដឹងជាគ្រឿងសមុទ្រហ្នឹងទៅដល់ណាទេបាទហើយដឹងបងប្អូនណាខ្លះគាត់ហូបប៉ះចំអីចឹងណាចឹងវាអាចនឹងប៉ះពាល់ដល់សុខភាពមែនទែនសង្ឃឹមថាអាជីវករយើងគឺគិតគូរពីបញ្ហាសុខភាពប្រជាពលរដ្ឋយើងផងបាទសូមអរគុណជម្រាបលា